សម្រាប់ការព្យាបាលឈឺចង្កេះគឺត្រូវកសាងម៉ាសសាច់ដុំជាពិសេសសាច់ដុំដែលទ្រឆ្អឹងកងខ្នងរបស់បងប្អូនមួយនេះរឹងមាំនោះការឈឺចង្កេះបងប្អូនបាត់ដោយសារសាច់ដុំនេះបានកែតម្រូវឬក៏សាងសង់ប្រព័ន្ធដែលខូចខាតសាច់ដុំដែលទ្រទ្រង់ឆ្អឹងខ្នងរបស់យើងដែលការពារយើងពីការលៀនឌីសឬក៏គៀបសរសៃលំហាត់ដំបូងនេះគឺជាលំហាត់ squat ដោយប្រើឧបករណ៍មួយនេះដែលបងប្អូនអាចស្វែងរកនៅគ្រប់កន្លែងហាត់ប្រាណជាពិសេសគឺក្លឹបហាត់ប្រាណ challenge ទាំង3ទីតាំងហើយបងប្អូនអាចព្យាយាមហាត់បែបនេះគឺសុវត្ថិភាពបំផុតទោះបីតែបងប្អូនមិនមានគ្រូបង្ហាត់ក៏បងប្អូនអាចហាត់បានដែរដើម្បីឲ្យកាន់តែរឹងមាំបងប្អូនអាចបដូរមកការហាត់ដោយប្រើឧបករណ៍មួយនេះគឺជាប្រភេទលំហាត់ squat ពិសេសសម្រាប់ឧបករណ៍មួយនេះគឺអាចទប់លំនឹងខ្លួនបានគឺមិនប៉ះពាល់ដល់ចង្កេះបងប្អូនទេតាមដាន page សម្រាប់លំហាត់ក្រោយៗទៀតអរគុណច្រើន